លទ្ធផលទុកកញ្ចក់ម្ដង3ខែនៅពេលដែលផ្លុតកញ្ចក់ម្ដងគឺបាក់ខ្ទេចអស់ហ្មងអានេះកញ្ចក់របស់ខ្ញុំបន្ទាប់ពីទុកបាន3ខែគឺមានជាការផ្លុតកញ្ចក់ឈឺខ្លាំងមែនតើមិនត្រឹមតែឈឺទេគឺធ្វើឲ្យកញ្ចក់ខ្ញុំហ្នឹងគឺវាបាក់ខូចអស់ទៀតប៉ុន្តែកញ្ចក់បែបហ្នឹងនៅបេឆ្នេះក៏អាច fix បានដែរបេឆ្នេះមានសេវាកម្មជួសជុលកញ្ចក់ឲ្យអ្នកទាំងអស់គ្នាទទួលបានកញ្ចក់ដែលថ្មីស្អាតស្វិតរឹងមាំលាបចេះបានធម្មតាដូចមុនអញ្ចឹងធ្វើឲ្យកញ្ចក់អ្នកទាំងអស់គ្នារឹងមាំអត់មានអារម្មណ៍ថាកញ្ចក់ហ្នឹងឆាប់ផ្លុតមកវិញទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានសម្ភារកញ្ចក់ប្រេះពាក់កណ្ដាលបាក់របបដូចខ្ញុំឬក៏ឆែកកញ្ចក់មួយចំហៀងអីអ្នកទាំងអស់គ្នាអាចធ្វើសេវាកម្ម Silky Gel Nail Straightening នៅខាង Beige Nail បានណា Beige Nail នឹងធ្វើសេវាកម្មនេះ free ជូនបងតែម្ដងជួបគ្នាបងអានឹងតែកាត់ហូមច្រមុះហ្នឹងវាញកាត់ដាច់ដែរតែខ្លះណាដែលមកកន្លែងខ្ញុំលើកទី1គឺគាត់តែងតែសួរពាក្យហ្នឹងហើយបងយកកន្ត្រៃហ្នឹងឯងមិនកាត់សាច់ឲ្យខ្ញុំគឺតែបងផ្លៃខ្ញុំអត់ដែរឃើញទេបងត្រូវត្រាំដៃត្រាំជើងបងអត់លាបទឹកកាត់សាច់ឲ្យខ្ញុំទេចង់ប្រាប់អ្នកទាំងគ្នាថារបៀបកាត់សាច់ដែលខ្ញុំផ្ដល់ជូនទៅខ្លះហ្នឹងហៅថា Russian manicure ឬក៏អាចហៅម្យ៉ាងទៀតបានថា dry manicure បានន័យថាប្រសិនការកាត់សាច់របស់ខ្ញុំហ្នឹងគឺអត់មានចាំបាច់ប្រើទឹកលាបទឹកដើម្បីឲ្យបន្ទន់សាច់អ្នកទាំងគ្នាទេអ្នកទាំងគ្នារត់ទៅស្គួតកាលណាល្អកាលណាពេលដែលសាច់អ្នកទាំងគ្នាស្ងួតគឺមើលទៅឆាប់ដឹងមួយណាសាច់ដែលអាចកាត់បានមួយណាសាច់ដែលកាត់ទៅឈាម recommend ខ្លាំងសម្រាប់បងដែលគាត់មានសាច់ស្ដើងដៃបងដែលគាត់ជួយចិត្តកេះឲ្យវាឈាមគៀនអីហ្នឹងគឺខ្ញុំ recommend method នេះខ្លាំងមែនតើតែសួរថាដើមហេតុម៉េចបើខ្ញុំទៅប្រើកន្ត្រៃហ្នឹងចាដោយសារតែខ្ញុំអត់ចេះប្រើកន្ត្រៃកាត់សាច់ធម្មតាទេឆាច់ឈាមឈោលតែម្ដងមិនថាដៃគេមិនថាដៃខ្ញុំជាពិសេសដៃខ្លួនឯងហ្មងគឺឈាមឡើងសឹងបងជាងណាដែលមានបទពិសោធន៍ច្រើនជាងខ្ញុំជួយឲ្យ tip នៅខាងខមផងណា